រឿងមួយក្នុងចំណោម3ភាគទី1គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវទៅកាន់ខេត្តបាត់ដំបងនាឆ្នាំ2010 15ឆ្នាំមុនមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកអ្នកដំណើរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបងនាអំឡុងឆ្នាំ2010ដែលបានបង្កឲ្យមានមនុស្សជាច្រើនរងរបួសក្រោយពីទទួលបានព័ត៌មានដ៏រន្ធត់នេះក្រុមអ្នកសង្គ្រោះក៏បានមកដល់ហើយព្យាយាមជួយសង្គ្រោះអ្នកដំណើរដែលជាប់គាំងនៅក្នុងរថយន្តទាំងអស់នោះអ្នកដំណើរទាំងអស់ត្រូវបានសង្គ្រោះចេញមកម្ដងម្នាក់ជាហោហាភ្លាមនោះស្រាប់តែមានភ្នាក់ងារសង្គ្រោះម្នាក់បាននិយាយលន់ឡើងថាស្រោតឡើងគ្នាយើងរថយន្តនេះអាចនឹងទុះនៅក្នុងពេលឆាប់ខាងមុខយកអ្នករបួសចេញពីក្នុងរថយន្តឲ្យបានកាន់តែលឿនកាន់តែល្អបន្ទាប់មកក្រុមសង្គ្រោះក៏ស្រោតទាញអ្នកដំណើរតាមបង្អួចរថយន្តយ៉ាងប្រញាប់ប្រញាល់មួយសន្ទុះក្រោយមកក្រុមអ្នកសង្គ្រោះក៏បានប្រញាប់ចាក់ចេញពីរថយន្តមួយនោះព្រោះថាស្ថានភាពរបស់រថយន្តកាន់តែជិតផ្ទុះឆេះមែនទែនហើយភ្លាមនោះសម្លេងយំរបស់ក្មេងស្រីវ័យ8ឆ្នាំម្នាក់ដែលបានគៀបជាប់នឹងបាំងខាងក្រោយនៃកៅអីមួយក៏បានបន្លឺឡើងក្រុមអ្នកសង្គ្រោះទាំងអស់ហាក់ស្ទាក់ស្ទើរក្នុងការចូលទៅក្នុងរថយន្តនោះម្ដងទៀតព្រោះពេលវេលាប្រថុយញុចមែនទែនខណៈនោះក្រុមអ្នកសង្គ្រោះដែលយើងអាចមើលឃើញថាជាស្ត្រីម្នាក់ដែលមានវ័យប្រហែលជា30ឆ្នាំក៏បានប្រថុយចូលទៅយកក្មេងស្រីនោះចេញពីក្នុងរថយន្តផ្សែងដែលហុយចេញពីរថយន្តកាន់តែខ្លាំងឡើងជាសញ្ញាបញ្ជាក់ប្រាប់ថាវាកំពុងតែជិតផ្ទុះបានធ្វើឲ្យក្រុមសង្គ្រោះឯទៀតប្រញាប់កិច្ចខ្លួនចេញពីរថយន្តមួយនោះចំណែកឯអ៊ំស្រីដែលកំពុងតែទាញក្មេងដែលគៀបជាប់នឹងកៅអីនោះក៏ខិតខំប្រឹងប្រែងខ្នះខ្នែងទាញនាងតូចនោះយ៉ាងអស់ពីចិត្តចំណែកឯអ្នកខាងក្រៅឈររងចាំមើលពីចម្ងាយយ៉ាងអន្ទះសាប្រហែលជាមួយនាទីក្រោយមករថយន្តនោះក៏បានផ្ទុះលន់ឡើងបញ្ចេញសូរសន្ធឹកដូចជាគ្រាប់បែកហើយបានឆាបឆេះយ៉ាងសន្ធោសន្ធៅអ្នកដំណើរដែលនៅមានស្មារតីនិងក្រុមអ្នកសង្គ្រោះទាំងអស់បាននាំគ្នាស្រែកឆោឡដោយរន្ធត់ពីព្រោះក្នុងភ្នក់ភ្លើងនោះមានស្ត្រីម្នាក់និងក្មេងស្រីម្នាក់ដែលកំពុងតែជាប់គាំងនៅក្នុងនោះក្រោយមកអ្នករងរបួសទាំងអស់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយដែលនៅក្បែរនោះចំណែកឯក្រុមពន្លត់អគ្គិភ័យក៏បានប្រតិបត្តិការពន្លត់អគ្គិភ័យនោះដោយបាញ់ទឹកបាយប្រសាចរហូតដល់រលត់តតែអស់ក្រុមអ្នកសង្គ្រោះបានស្រវាចូលទៅឆែកឆេះរកមើលស្រាប់តែឃើញសាកសពស្ត្រីម្នាក់ដែលឆេះខ្លោចក្រៀមខ្មៅនៅក្នុងរថយន្តនោះអ្នកគ្រប់គ្នាស្រក់ទឹកភ្នែកលុតជង្គង់ចុះគោរពដល់វីរភាពដ៏ក្លាហានរបស់បងស្រីសង្គ្រោះម្នាក់នោះដែលបានពលីក្នុងបុព្វហេតុការងារបន្ទាប់ពីក្រុមសង្គ្រោះបានរៀបចំសពនោះរួចរាល់ពួកគេក៏ប្រទះឃើញរឿងចម្លែកមួយដែលបានកើតឡើងគឺបាត់សាកសពរបស់ក្មេងស្រីដែលយំមុនពេលរថយន្តនោះផ្ទុះក្រោយពីសង្កេតឃើញរឿងនេះក្រុមអ្នកសង្គ្រោះក៏បានសហការគ្នាជាមួយនឹងក្រុមប៉ូលីសបន្តនាំគ្នាកកែរកបន្តប៉ុន្តែគ្មាននរណាម្នាក់បានប្រទះនឹងសាកសពរបស់ក្មេងស្រីនោះឡើយក្រុមអ្នករករកក៏បានបញ្ឈប់សកម្មភាពហើយអង្គុយចុះរៀងខ្លួនរំពេចនោះសំឡេងយំរបស់ក្មេងស្រីម្នាក់ដែលលឺឡើងចេញពីខាងក្រៅភ្លឺស្រែធំមួយក៏បានបន្លឺឡើងក្រុមអ្នកសង្គ្រោះក៏បានក្រឡេកទៅឃើញនាងតូចដែលកំពុងតែយំនោះហើយពួកគេទាំងអស់គ្នាក៏បានគិតយល់ពីអ្វីដែលបានកើតឡើងជនរងគ្រោះចុងក្រោយនោះដែលត្រូវបានសង្គ្រោះក្នុងហេតុការណ៍នេះគឺជាក្មេងស្រីតូចដែលមានអាយុប្រហែលត្រឹមតែ8ឆ្នាំនាងមានឈ្មោះថាសុមាលី